សូមជឿនរឿងល្បិចកលចចកកាលពីមុនមានសត្វតាមួយត្រូវបានជ្រើសរើសជាស្ដេចនៃសត្វព្រៃជួនជាថ្ងៃមួយវាមានជំងឺធ្ងន់សត្វចចកកញ្ច្រងនិងសត្វដទៃទៀតនាំគ្នាស្វះស្វែងរកចំណីថ្នាំឲ្យសត្វតោតែទោះជាយ៉ាងនោះក្តីតោនៅតែមិនអាចជាសះស្បើយដដែលសត្វកញ្ច្រងគិតថាតាមិនទាន់បានជាសះស្បើយនៅឡើយទេតែតើជាសត្វដែលមានអារម្មណ៍ឆេវឆាវហើយឆាប់ខឹងណាស់ដូច្នេះកញ្ច្រងបានចាញ់ទៅឆ្ងាយមួយរយៈសិនតែវានឹងមើលថែរក្សាសត្វតោដល់សម្ងាត់រីឯចចវិញកាលណាឃើញថាកញ្ច្រងដែលជាសត្រូវរបស់ខ្លួនមិនមករវីរវល់នឹងតោបែបនេះវាកើតមានល្បិចកលទៅនិយាយបញ្ចុះបញ្ចូលឲ្យតាខឹងដែលបង្កាច់បង្ខូចកញ្ច្រងថាមានគំនិតក្បត់ចង់ឲ្យតាសេនឡើងសារាជតាគ្រាន់តែលើបែបនេះក៏បញ្ជាឲ្យចចកនាំកញ្ច្រងមកជួបពេលកញ្ច្រងមកដល់តាស្រែកសម្លុតសួរថាហេតុអ្វីក្បត់អញកញ្ច្រងភ្ញាក់ព្រឺតដឹងថាជាល្បិចចចកវាក៏និយាយតបវិញថាកាលខ្ញុំមិនបានជួបតោព្រោះខ្ញុំរវល់ស្វែងរកឱសថពូកែមកព្យាបាលជំងឺពេលនេះខ្ញុំរកឃើញហើយតើសប្បាយចិត្តណាស់ហើយកញ្ច្រងប្រាប់ថាគ្រូពេទ្យប្រាប់ថាឲ្យយកស្បែកចចកមកដណ្ដប់លើខ្លួនធ្វើយ៉ាងនេះទៅតើសះស្បើយភ្លាមនោះតើក៏បានហក់ទៅសម្លាប់ចចកឬបកយកស្បែកមកដណ្ដប់ខ្លួនគំនិតអប់រំមួយអំពើអាក្រក់មិនដែលឈ្នះល្អទេ2ការញញឹមអ្នកដតីនាំឲ្យក្តៅក្រហាយដល់ខ្លួន3ត្រជាក់ស្រាលឆាប់ជឿពាក្យសម្ដីអ្នកដតីនាំឲ្យបែកបាក់សាមគ្គីសូមអរគុណ